ខ្ញុំសូមជូនទៅដល់លោកបណ្ឌិតឈុនរ៉ាមីចាអនុប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡាចាជាវាគ្មិនកិត្តិយសចាដើម្បីផ្ដល់ជាចម្លើយចាដែលសំណួររបស់យើងចាគឺសូមផ្ដោតទៅលើគោលនយោបាយចាចាតើក្រសួងមានគោលនយោបាយឬមួយកម្មវិធីចាឬក៏ការគ្រប់គ្រងជាថវិកាសម្ភារៈអ្វីខ្លះដែលលើកស្ទួយការចូលរួមរបស់សហគមន៍ចានិងឪពុកម្ដាយជាមួយសាលារៀនចាអញ្ចឹងសូមជូនសំណួរនេះជូនទៅដល់លោកបណ្ឌិតចាសូមក្រុមអញ្ជើញបាទសូមជម្រាបសួរសាជាថ្មីបាទអរគុណចំពោះសំណួរបាទខ្ញុំបាទសូមឆ្លើយពាក់ព័ន្ធនឹងសំណួរទី1តើក្នុងនាមស្វរមយើងមាននៅគោលនយោបាយក៏ដូចជាយុទ្ធសាស្ត្របែបណាពាក់ព័ន្ធនឹងការលើកទឹកចិត្តក៏ដូចជាជំរុញការចូលរួមរបស់សហគមន៍នៅក្នុងសាលារដ្ឋក៏ដូចជាសាលារៀនផ្ទាល់បាទហើយកិច្ចការងារនេះតាមពិតវាជាទិសដៅអត្ថភាពរបស់រដ្ឋាភិបាលផងដែរដែលនៅក្នុងនីតិកាលទី7នេះមូលរដ្ឋាភិបាលបានដាក់ចេញនៅអត្ថភាពទាំង4ខ្ញុំអត់បាច់រៀបរាប់ទេប៉ុន្តែសូមបញ្ជាក់ថាជាពិសេសគឺនៅក្នុងអត្ថភាពទី4គឺផ្ដោតទៅលើភាពជាដៃគូរវាងសហគមន៍ហើយនិងសាលារៀនអញ្ចឹងពាក្យនេះគឺមានន័យគ្រប់គ្រាន់មានន័យថាការអប់រំគឺអត់អាចតែសាលារៀនមួយមុខទេគឺត្រូវការទាមទារក្នុងការបរិញ្ញគុណភាពអប់រំក៏ដូចជានេះហ្នឹងគឺត្រូវការទាមទារកិច្ចសហការរវាងសាលារៀនហើយនិងសហគមន៍ទាំងម៉េចទាំងអស់ហ្នឹងជាក្រុមតែមួយជាមនុស្សតែមួយដែលធ្វើការរួមគ្នាដើម្បីកិច្ចការងារអប់រំជាពិសេសនៅកម្រិតសាលារៀននេះឯងនេះជាការដាក់ចេញនៅអត្ថភាពរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចវរធិបតីយុរដ្ឋមន្ត្រីហើយឆ្លើយតបទៅនឹងអត្ថភាពនេះក្រសួងអប់រំយើងបានដាក់ចេញនៅហើយជាបងប្អូនយើងទាំងអស់គ្នាគឺពាក់ព័ន្ធទៅនឹងគេហៅថាស្តង់ដារសាលារៀនគំរូដែលនៅកម្រិតបឋមសិក្សានេះនៅក្នុងស្តង់ដារសាលារៀនគំរូនេះគឺយើងមាន5ស្តង់ដារប៉ុន្តែជាពិសេសគឺនៅក្នុងស្តង់ដារទី3គឺការចូលរួមរបស់សហគមន៍នេះឯងបាទអញ្ចឹងបានន័យថាក្នុងពេលបច្ចុប្បន្ននេះគឺសួររំដែលមានយុគឋានធម្មសាស្ត្រជាសេនាធិការយើងបានជំរុញក្នុងការអនុវត្តនៅស្តង់ដារសាលារៀនគំរូនេះឲ្យបានទូទាំងប្រទេសធ្វើបិទក្នុងពេលបច្ចុប្បន្ននេះទំហំនៃការអនុវត្តវានៅតិចតួចភាគរយប៉ុន្តែជាទិសដៅយើងនឹងជំរុញឲ្យការអនុវត្តស្តង់ដារសាលារៀនគំរូនេះឲ្យបានសម្រេចនៅសាលារៀនបឋមសិក្សាទាំងអស់ទូទាំងប្រទេសបាទហើយសាលារៀនស្តង់ដារសាលារៀនគំរូនេះវាមិនមាននៅតែកម្រិតបឋមទេគឺវាមានទាំងនៅមត្តេយ្យសិក្សាបឋមហើយនឹងក៏ដូចនៅមធ្យមសិក្សាផងដែរបាទហើយក្នុងពេលបច្ចុប្បន្ននេះដែលឡែកសម្រាប់អនុវិស័យបឋមសិក្សាយើងកំពុងដាក់អនុវត្តនៅថ្នាលមួយហៅថ្នាលបឋមសិក្សា PLP ដែលយើងចំណាំស្គាល់ទាំងអស់គ្នាថា PLP នេះគឺជាបរិបទថ្មីមួយដែលគេហៅថាជំរុញការសិក្សារបស់សិស្សប៉ុន្តែដើម្បីឲ្យការអនុវត្ត PLP នេះទទួលបានជោគជ័យគឺទាមទារនៅការចូលរួមពីសហគមន៍ពុកម្ដាយហើយនឹងការគ្រប់គ្រងពីអាជ្ញាធរផងដែរព្រោះដើម្បីជំរុញទៅលើការអនុវត្ត PLP នេះអ្វីទៅជាថ្នាលបឋមគឺជាប្រភពធនធានមួយដែលសិស្សអាចធ្វើការស្វ័យសិក្សាយើងដឹងហើយការសិក្សានៅសាលារៀនមួយមុខវាមានម៉ោងតិចអញ្ចឹងដើម្បីឲ្យការសិក្សានេះធានាបាននៅគុណភាពគឺសិស្សត្រូវធ្វើការស្វ័យសិក្សាបន្ថែមហើយក៏វាមានការតេស្តសមត្ថភាពសិស្សដើម្បីដឹងនៅសមត្ថភាពសិស្សខ្លួនឯងផងហើយយើងអាចគ្រប់គ្រងនៅសមត្ថភាពសិស្សផងហើយការអនុវត្តថ្នាលនេះគឺជាបរិបទមួយថ្មីមួយនៃការប្រើប្រាស់បច្ចេកវិទ្យាអញ្ចឹងបាទខ្ញុំនិយាយថាប្រសិនបើมันមានការគ្រប់គ្រងពីអាជ្ញាធរហើយជាពិសេសគឺការចូលរួមពីពុកម្ដាយសហគមន៍ដើម្បីជំរុញសិស្សឲ្យប្រើប្រាស់នៅថ្នាលបឋមឬក៏សម្របសម្រួលការប្រើប្រាស់ថ្នាលបឋមនេះឲ្យមានប្រសិទ្ធភាពទេគឺអត់អាចទៅរួចទេបាទហើយនេះជាអ្វីដែលឆ្លើយតបទៅនឹង
គេហៅថាការរីកចម្រើននៅក្នុងពេលបច្ចុប្បន្ននេះផងដែរបីបិទវាមានការលំបាកប៉ុន្តែយើងកំពុងពុះពៀហើយទាំងអស់នេះហើយគឺជាយន្តការបើជាយន្តការឬក៏ជាគោលនយោបាយដែលជាយុទ្ធសាស្ត្រដែលយើងដាក់ចេញដែលក្រសួងដាក់ចេញដើម្បីគោលដៅគឺដើម្បីជំរុញនៅគុណភាពនៃសាលារៀនប្រសិទ្ធភាពដំណើរការសាលារៀនហើយនឹងជាពិសេសគឺលើកកម្ពស់លទ្ធផលសាររបស់សិស្សប៉ុន្តែយើងមើលទាំងអស់នេះគឺអត់បានទេនៅការចូលរួមពីសហគមន៍ពីឪពុកម្ដាយសិស្សចឹងបាទខ្ញុំនិយាយថាវាឆ្លើយតបទាំងស្រុងទៅលើអត្ថភាពរបស់រាជរដ្ឋាភិបាលថាភាពដៃគូរវាងសាលារៀននិងសហគមន៍នេះឯងគឺត្រូវតែទៅទាំងអស់គ្នាបាទខ្ញុំសូមឆ្លើយខ្លីប៉ុណ្ណឹងបាទ